បងប្អូននេះគឺស្នាមឈាមរបស់ជនរងគ្រោះត្រូវបានរថយន្តបុកអូសតាំងពីផ្លូវកែងខាងមុខបាទផ្លោងមករហូតប្រហែលជាង50ម៉ែត្រនោះបងប្អូនយើងមើលស្នាមឈាមតាមផ្លូវនេះបាទអូយបងប្អូនហើយបាទរន្ធត់មែនតែនតែម្ដងស្បែកជើងលុយកាក់បាទបងប្អូនយើងណាកន្លែងកាត់ហេតុដំបងនោះបងប្អូនយើងឆ្ងាយមែនតើណាបុកប្លង់អូសមកបងប្អូនយើងម៉ូតូបាទពីកែងនឹងមកដល់កន្លែងដែលម៉ូតូត្រូវឈប់ហ្នឹងគឺប្រហែលចូល50ម៉ែត្របងប្អូនរថយន្តអាផាតមួយគ្រឿងនេះបាទផ្លាកលេខកម្ពុជាទៀតគឺបានបុកសម្លាប់យុវជន2នាក់ដែលបានធ្វើដំណើរនឹងបើកបរម៉ូតូ Zoomer X មួយគ្រឿងបានតាមបណ្ដោយផ្លូវ1003នៅក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញហើយលបឿននៃការបើករបស់រថយន្តនេះមិនដឹងថាគាត់ប្រើប្រាស់លបឿនប៉ុន្មានគីឡូម៉ែត្រក្នុង1ម៉ោងទេគឺបុកជនរងគ្រោះអូសផ្លោងម៉ូតូចូលចម្ងាយប្រហែលជាង50ម៉ែត្រឯណោះបាទយើងមើលប៉ាន់ស្មាននឹងភ្នែកទៅទេបាទប្រិយមិត្តជនហើយកុំថាមនុស្ស2នាក់មនុស្ស10នាក់ក៏បុកស្លាប់ដែរបាទតាមលបឿនរថយន្តនឹងបុកម៉ូតូនេះបងប្អូនជនជាតិចិនបាទតាមរយៈបងប្អូនប្រជាពលរដ្ឋក៏ប្រាប់ខ្ញុំគឺបានរត់ចិត្តគេចចេញពីកន្លែងកាត់ហេតុបាទហើយបើសល់ទុកតែរថយន្តនៅកន្លែងកាត់ហេតុទេបាទផ្លាកលេខរថយន្តគឺបាទកម្ពុជា HC បាទសេឡាបាទប្រិយមិត្តជនហើយកន្លែងកញ្ចក់ដែលបែកនេះខ្ញុំបានសន្និដ្ឋានថាប្រហែលជាមនុស្សបាទបុកមកហោះផ្លោងបោកនឹងកញ្ចក់នេះតែម្ដងហើយតាមផ្លូវដែលរថយន្តនេះគាត់បើកមកតម្រុំតែឈប់អស់លបឿននេះគឺមានឈាមបាទតាមផ្លូវមករហូតតែម្ដងគឺជាឈាមជនរងគ្រោះតែម្ដងប្រិយមិត្តជនបាទបងប្អូននេះគឺស្នាមឈាមរបស់ជនរងគ្រោះត្រូវបានរថយន្តបុកអូសតាំងពីផ្លូវកែងខាងមុខបាទផ្លោងមករហូតប្រហែលជាង50ម៉ែត្រនោះបងប្អូនយើងមើលស្នាមឈាមតាមផ្លូវនេះបាទអូយបងប្អូនហើយបាទរន្ធត់មែនតែនតែម្ដងស្បែកជើងលុយកាក់អីហ្នឹងគឺខ្ទេចខ្ទីរហូតចេញពីខ្លួនអស់តែម្ដងប្រិមិត្តយើងបាទនេះសិតតែជាស្នាមឈាមបាទរបស់ជនរងគ្រោះនេះបាទសិតឈាមទាំងអស់បងប្អូនយើងនេះឈាមសិតតែឈាមទាំងអស់តែម្ដងប្រិមិត្តជននេះបាទនេះឈាមទាំងអស់តែម្ដងឈាមសិតឈាមបាទបងប្អូនយើងណាកន្លែងកាត់ហេតុដំបងនោះបងប្អូនយើងឆ្ងាយមែនតើណាបុកប្លង់អូសមកបងប្អូនយើងម៉ូតូបាទពីកែងនឹងមកដល់កន្លែងដែលម៉ូតូត្រូវឈប់ហ្នឹងគឺប្រហែលចូល50ម៉ែត្របងប្អូនយើងបាទហើយនេះគឺលប៉ាត់លប៉ាយកតិចកទីនេះឈាមបាទឈាមតាមផ្លូវនេះអូយបាទបុកអូសមនុស្សមកប្រិមិត្តជនបាទឈាមតាមផ្លូវនេះមករហូតនេះបច្ចាំងឈាមបងប្អូនយើងនេះឈាមតាមផ្លូវអូបាទបុកឲ្យបានតែអស់មនុស្សមកហ្មងបាទឈាមមកហ្មងបងប្អូនឈាមតាមផ្លូវមករហូតនេះឈាមអញ្ចឹងបានតែបាទនេះបុកចំនឹងហ្មងទីតាំងកន្លែងកាត់ហេតុនៅតាមបណ្ដោយផ្លូវ1003ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញទេបងប្អូនយើងមើលទាំងអស់គ្នានេះម៉ូតូនេះគឺត្រូវចំហៀងតិចតែម្ដងប្រិមិត្តយើងបាទឲ្យផ្លោងមកឆ្ងាយណាស់បាទពីកន្លែងបុកមកដល់កន្លែងដែលម៉ូតូផ្លោងមកនេះចូលប្រហែលជា50ម៉ែត្រទេអញ្ចឹងមកន័យថារថយន្តនេះគឺគាត់បើកក៏លឿនខ្លាំងមែនតើបាទហើយស្លាកលេខម៉ូតូគឺកំពង់ចាម 1R34 និង23ប្រិមិត្តជនបាទនោះគឺ